បាទសូមអនុញ្ញាតគោរពជំរាបសួរបាទនឹងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាណាបាទសូមស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ Channel ពិភពឆ្នោតសារជាថ្មីនៅក្នុងថ្ងៃទី8ខែ2ឆ្នាំ2026បាទនៅក្នុងថ្ងៃទី8នេះគឺ admin បានចេញជាលេខតម្រុយបាទគឺជាលេខ free ដើម្បីនឹងចែកជូនឲ្យពុកម៉ែបងប្អូនដើម្បីយកទៅផ្សងសំណាងលេងទៀតហើយបាទតោះឥឡូវយើងទៅផ្ទៀងផ្ទាត់សម្រាប់លទ្ធផលរបស់យើងកាលពីម្សិលមិញនេះគឺចូលទៀតហើយពុកម៉ែបងប្អូនបាទចូលរាល់ថ្ងៃបាទនិយាយទៅគឺចូលរាល់ថ្ងៃតែម្ដងពុកម៉ែបងប្អូននេះនេះពុកម៉ែបងប្អូនចូលបាន75នេះពុកម៉ែបងប្អូនណាបាទ75ប៉ុស B តែអូសខ្ទង់ចិត្តនេះគឺយើងចូល3ប៉ុសបាទ BCD សម្រាប់ពេលម៉ោង 4:30 នាទីណាហើយសម្រាប់ពេលម៉ោង 6ដូចជាអត់មានចូលពុកម៉ែបងប្អូនខ្ទង់0មិនសូវមិនអត់មានមកទេបាទមកដល់ខ្ទង់ចិត្តនេះពេលយប់មកប៉ុស A ទៀតណាបាទពេលយប់គឺមកប៉ុស A ទៀតពុកម៉ែបងប្អូនណាបាទបាទអញ្ចឹងកាលពីម្សិលមិញគឺយើងចូលបានតែ75មកគ្រាប់ទេបាទនេះពុកម៉ែបងប្អូនអ៊ំពុំមីទាំងអស់គ្នាណាយើងចូលបាន75មកគ្រាប់ដែរបាទអញ្ចឹងហេងទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនណាបាទអញ្ចឹងពុកម៉ែបងប្អូនជួយ like ជួយ share ហើយនឹងជួយចុចសញ្ញាមេដៃឲ្យ admin ម្នាក់មួយផងណាបាទហើយនឹង comment លេខ168ឲ្យ admin ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តបាទដើម្បី admin ចេញតម្រុយចែកជូនពុកម៉ែបងប្អូនជារៀងរាល់ថ្ងៃណាថ្ងៃនេះមានលេខពិសេសពុកម៉ែបងប្អូនថ្ងៃនេះគឺឲ្យ6បាទ6ហើយនឹង5ពុកម៉ែបងប្អូនបាទ6ហើយនឹង5បាទ65 68ណាបាទហើយនឹងគ្រាប់2គ្រាប់ទៀត58បាទ58ពុកម៉ែបងប្អូនបាទ58ហើយនឹង59បាទ58ចាំ admin បញ្ជាក់ប្រាប់បាទឥឡូវ admin ដាក់3លេខឲ្យសិនថាលេខណាដែលពុកម៉ែប្រគួរតលេងម៉ោងណាណាបាទចាំ admin បញ្ជាក់ប្រាប់តោះឥឡូវសម្រាប់លេខធំគឺយើងមាន657ហើយនឹង597ណាបាទ657 597ខ្ទង់5ពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនអាចយកទៅលេងបានសម្រាប់ទាំងម៉ោង4ទាំងម៉ោង6តែបើខ្ទង់6នេះវាភាគរយតិចពុកម៉ែបងប្អូនណាបាទប៉ុន្តែបើ5គឺយើងអាចលេងបានបាទបើ5យើងអាចលេងបានសម្រាប់ពេលម៉ោង4ទាំងម៉ោង6ណាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាពុកម៉ែបងប្អូនជួយចុចcomment ហេងឬក៏ comment លេខ168ឲ្យ admin ម្នាក់មួយមកណាហើយបើសិនជាពុកម៉ែបងប្អូនណាដែលគាត់មិនទាន់ជួយចុចជាវទេសូមជួយចុចជាវឲ្យ admin ម្នាក់មួយមកពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនចូលមកទស្សនាច្រើនតែពុកម៉ែបងប្អូនអត់ជួយចុចម្នាក់មួយសោះបាទហើយ admin នេះខំប្រឹងធ្វើយកលេខល្អយកមកចែក free ដើម្បីចែកជូនឲ្យពុកម៉ែបងប្អូនដើម្បីទទួលបានលាភបានជ័យដល់ពេលពុកម៉ែបងប្អូនអត់មានជួយ admin ម្នាក់មួយវិញសោះបាទតើឥឡូវតម្រុយនៅក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងទេពុកម៉ែបងប្អូនណាបាទអត់ខ្ជិលនិយាយអីវែងឆ្ងាយច្រើនបាទសូមអរគុណ